ជំរាបសួរនៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតមកចែករំលែកដែលនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៅក្នុងការកែច្នៃអក្សរដែលយើងប្រើប្រាស់កម្មវិធី Canva បាទអញ្ចឹងខ្ញុំសូមបើកកម្មវិធី Canva តែម្ដងបាទនេះគឺជាកម្មវិធី Canva ដែលយើងប្រើប្រាស់នៅលើ template ឬក៏ទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងខ្ញុំនឹង design រូបបែបនេះបាទគឺច្នៃអក្សរនៅកណ្ដាលនេះហើយចំណែកបាទ border នៅខាងក្រៅនេះគឺខ្ញុំ design រួចរាល់ហើយបាទអញ្ចឹងខ្ញុំគ្រាន់តែចង់បង្ហាញពីកលឹះខ្លីៗដែលពាក់ព័ន្ធជាមួយនឹងបាទការកែច្នៃអក្សរនៅផ្នែកខាងក្នុងមានពណ៌ស្វាយហើយផ្នែកខាងក្រៅហ្នឹងគឺមានពណ៌រាងទឹកក្រូចឬក៏ពណ៌លឿងការពិតយើងអាចច្នៃដាក់អក្សរផ្សេងពណ៌ផ្សេងអាស្រ័យទៅលើយើងឥឡូវខ្ញុំសូមចូលតែម្ដងសូមចូល slide ថ្មីឬក៏ copy វាបាទអញ្ចឹងខ្ញុំ copy វាមួយសិនហើយបន្ទាប់មកខ្ញុំនឹង delete អក្សរនឹងចេញបាទអញ្ចឹងយើងទុកតែ background ហ្នឹងឯងអញ្ចឹងដើម្បីដាក់អក្សរដែលដូចខ្ញុំបានគឺយើងត្រូវចូលទៅកាន់ text បាទយើងអាចមើលនៅផ្នែកខាងឆ្វេងបាទខ្ញុំដាក់នេះបាទអក្សរ text អក្សរ T នៅផ្នែកខាងឆ្វេងចុចលើវាមកអញ្ចឹងនៅក្នុងការកំណត់អក្សរយើងមានច្រើនប្រភេទយើងអាចដាក់ជា heading ជា sub heading ឬក៏ជា text ធម្មតាប៉ុន្តែដោយសារតែយើងធ្វើនេះក្នុងគោលបំណងរបស់យើងគឺជា cover នៅលើ slide មួយអញ្ចឹងខ្ញុំសូមយក add heading បាទនៅពេលដែលយើងចូលហើយយើងគ្រាន់តែសរសេរអក្សរដែលយើងចង់ដាក់មកអញ្ចឹងខ្ញុំសូមបើក keyboard សិនបាទអញ្ចឹង keyboard របស់ខ្ញុំដាក់វាតូចអញ្ចឹងហើយអ្នកទាំងអស់គ្នាប្រហែលជាឃើញប៉ុណ្ណេះបាទដូចខ្ញុំអញ្ចឹងបាទសូមដាក់នៅខាងឆ្វេងមកតម្លាក់នេះចុះបន្តិចអញ្ចឹងយើងអាចសរសេរពាក្យដែលយើងចង់សរសេរមកអញ្ចឹងខ្ញុំសូមដាក់បច្ចេកវិទ្យានិងគីមីបាទនិងគីមីវិទ្យាគីមីវិទ្យាអូខេបាទអញ្ចឹងនៅពេលដែលដាក់រួចរាល់ប្រសិនបើអ្នកទាំងអស់គ្នាប្រើប្រាស់ Canva ធម្មតាគឺបានតែអក្សរមួយម៉ូតនឹងតែប៉ុណ្ណោះគឺពាក់ព័ន្ធជាមួយនឹងបាទនេះបាទគឺ Canva Send បាទគឺមានតែ font ប៉ុណ្ណឹងទេប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាបានជាវនៅកញ្ចប់ Canva របស់ខ្ញុំឬក៏ធ្លាប់ទទួលបាននៅ Canva Pro ចេញពីបាទ channel បច្ចេកវិទ្យានិងគីមីវិទ្យាគឺអ្នកទាំងអស់គ្នាអាច add font នឹងបានអញ្ចឹងយើងគ្រាន់តែ select ទៅលើហ្នឹងបន្ទាប់មកទៀតត្រង់កន្លែង font នេះយើងអាចដាក់ size វាបាទឲ្យធំជាង92បាទឬក៏យើងចាប់ទាញវាមកបាទចាប់ទាញឲ្យធំហើយបន្ទាប់មកទៀតចុចកន្លែងឈ្មោះ font ហ្នឹងយើងអុសចុះទៅក្រោមទៅនឹងឃើញខ្ញុំ upload font ថ្មីមួយទៀតទៅតែ upload នៅថ្ងៃនេះថ្មីស្រឡាងតែម្ដងបាទហើយ font នេះគឺយើងរក free អត់បានជា font ដែលយើងត្រូវការទិញបាទគឺអាក្បាលធំ smooth for regular ចុចលើវាមកចឹងអ្នកទាំងអស់គ្នានឹងឃើញ font ហ្នឹងគឺស្តៀងទៅនឹង font ដែលឆ្លាក់ដៃប៉ុន្តែសួរថាអូយើងបាន select ឈ្មោះហ្នឹងហើយចុះហេតុអីបានជាអត់ឃើញ style ដូចខ្ញុំដែលបង្ហាញមានពណ៌បាទនេះពណ៌ស្វាយនៅខាងក្នុងពណ៌លឿងនៅខាងក្រៅចឹងយើងគ្រាន់តែ select លើអក្សរហើយបន្ទាប់មកទៀតមើលកន្លែងអក្សរ A បាទអក្សរ A នេះហើយបន្ទាប់មកទៀតយើងចាក់ពណ៌វាបាទតែខ្ញុំបានឆែកចឹងចាក់ពណ៌របស់វាយើងចង់បានពណ៌អីគេបាទពណ៌ស្វាយឬក៏ពណ៌ផ្កាឈូកខ្ញុំយកពណ៌នេះត្រូវទេបាទពណ៌នេះក៏បានដែរអញ្ចឹងខ្ញុំពណ៌រាងស្វាយនេះបន្ទាប់មកទៀតទោះបីជាយើង select ពណ៌ស្វាយនឹងក៏ដោយក៏នៅតែអត់ដូចបាទដើមនឹងដែរអញ្ចឹងដើម្បីចាក់ទម្រង់បែបនេះបានយើងត្រូវ select លើអក្សរនឹងហើយបន្ទាប់មកយើងចូល effect ហើយយើងយក effect មានពាក្យថា outline បាទម្ដងទៀតចូល effect ចុចលើ effect នឹងមកបន្ទាប់មកយើងមើលពាក្យថា outline នៅខាងនេះបាទខាងក្រោមនេះអញ្ចឹងនៅពេលដែលយើងបានហើយក៏អត់ទាន់បានគ្រប់ជ្រុងជ្រោយដែរយើងឃើញថាអត់ដូចទម្រង់ដែលខ្ញុំបានបង្ហាញទេគឺវានៅតូចអញ្ចឹងយើងអាចសេរីនៅត្រង់កន្លែងលេខ50នេះយើងអាចសេរីវាធំបានបាទអញ្ចឹងយើងអាចចាប់ទាញវាមកឆ្វេងស្ដាំតាមទំហំដែលយើងចង់បានបាទអញ្ចឹងប៉ុន្តែសួរថាតើយើងអាចឆេងពណ៌ផ្នែកខាងក្រៅនឹងបានអត់បាទយើងអាចឆេងបានមិនជាបញ្ហាទេយើងគ្រាន់តែចុចលើពណ៌នេះមក color ហើយយើងរើសពណ៌លឿងបាទអញ្ចឹងជាការស្រេចហើយអ្នកទាំងអស់គ្នាក៏អាចដាក់ពណ៌តាមចំណង់ចំណូលចិត្ត customize ចុចកន្លែងលេខបូកនេះមកយើងនឹងឃើញពណ៌ដទៃទៀតហើយអញ្ចឹងបើសិនជាយើងចង់ចាក់ពណ៌ផ្សេងក្រៅពីហ្នឹងក៏បានដែរប៉ុន្តែខ្ញុំសូមយកពណ៌លឿងហ្នឹងតែម្ដងទៅបាទហើយយើងអាចបរិច្វាធំជាងហ្នឹងក៏បានទម្រង់បែបនេះក៏បានឲ្យតូចក៏បានដែរអញ្ចឹងខ្ញុំអត់ចង់បានធំពេកទេប៉ុណ្ណឹងទៅជាការស្រេចទេបាទហើយយើងអាចមាន style នៅខាងក្រោមយើងអាចមើល style នៅខាងក្រោមនេះបានទៀតប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំគ្រាន់តែបង្ហាញនៅក្នុងការកែច្នៃបាទអក្សរបែបនេះអញ្ចឹងយើងនឹងទទួលបានបាទរូបភាព cover នៅក្នុង PowerPoint របស់យើងយ៉ាងស្រស់ស្អាតបាទជាមួយនឹងអក្សរដែលយើងកែច្នៃដោយខ្លួនឯងដោយប្រើប្រាស់ Canva